Đâyខ្ញុំកណាអាត្មាតែងតែឮមកដោយច្រើនមានញាតិញោមមិនតិចអ្នកទេដែលអស់សទ្ធាដែលងាករេវិញហើយចេះតែបន្ទោសបុណ្យថាខ្ញុំកណាធ្វើតែល្អច្រើនខ្ញុំកណាឲ្យទានផងខ្ញុំកណាប្រគេនបច្ច័យ4ប្រសងផងប្រគេនចង្ហាន់ប្រសងផងនិយាយរួមខ្ញុំកណាធ្វើល្អច្រើនណាស់ឯគុណខ្ញុំកណាធ្វើល្អគ្រប់បែបយ៉ាងប៉ុន្តែហេតុអីក៏ជីវិតរបស់ខ្ញុំកណានៅតែជួបទុក្ខចុះហេតុអីបានជាជីវិតរបស់ខ្ញុំកណានៅតែមានរឿងមិនល្អហើយគាត់អស់សទ្ធាជាមួយនឹងបុណ្យដែលគាត់គិតថាគាត់ធ្វើបុណ្យហើយជួបរឿងមិនល្អប៉ុន្តែញាតិញោមត្រូវចាំថាកុសលធម៌ឬក៏យើងហៅថាបុណ្យនេះអត់ដែលឲ្យផលជាទុក្ខទេញាតិញោមកុសលធម៌នេះតែងតែឲ្យផលជាសុខជានិច្ចហើយត្រង់ចំណុចដែលញាតិញោមលើកឡើងវាជាហេតុផលមួយយ៉ាងដែលញាតិញោមអត់បានសិក្សានៅធម៌របស់ព្រះសម្មាសម្ពុទ្ធទៅញាតិញោមយល់ច្រឡំថាឲ្យតែញាតិញោមធ្វើល្អត្រូវតែគេស្រឡាញ់ឲ្យតែញាតិញោមធ្វើល្អត្រូវតែគេរាប់អានឲ្យតែយើងធ្វើល្អត្រូវតែគេឲ្យតម្លៃមិនមែនគ្រប់គ្នាសិតតែឲ្យតម្លៃទៅលើសេចក្តីល្អរបស់យើងនោះទេអ្នកខ្លះគាត់ជាមនុស្សមិនល្អគេមិនឲ្យតម្លៃទៅលើសេចក្តីល្អផងយើងហើយយើងតូចចិត្តដែរដែលបុគ្គលនឹងជាបុគ្គលពីលសោះបុគ្គលនឹងជាមនុស្សដែលមិនល្អសោះជាអសប្បុរសសោះហើយមកវាតម្លៃយើងមិនឲ្យតម្លៃយើងត្រង់ដែលយើងជាមនុស្សល្អនេះហើយយើងមានហេតុផលអីដែលយើងត្រូវទៅតូចចិត្តវាអត់សមតម្លៃដែលយើងយកខួរក្បាលរបស់យើងដ៏មានតម្លៃនេះខួរក្បាលដែលយើងអាចគិតរឿងល្អល្អឬក៏ចិត្តផាត់យើងដែលយើងអាចចម្រើននៅសេចក្តីល្អបាននេះហេតុអីបើយើងយកទៅត្រេះរិះរឿងដែលអត់ប្រយោជន៍បែបហ្នឹងណាញាតិញោមហើយញាតិញោមត្រូវចាំថាសេចក្តីល្អផាត់យើងមិនមែនយើងធ្វើទៅឲ្យគេទៅសារទេដូចអាត្មាលើកឡើងអញ្ចឹងថាយើងពិនិត្យមើលថាតើអ្នករិះគន់យើងតើអ្នកដែលនិន្ទាយើងនឹងជាបុគ្គលប្រភេទណាបើអ្នករិះគន់យើងឬក៏អ្នកនិន្ទាយើងនឹងជាអសប្បុរសទេអាត្មាគិតថាគួរតែបិទភ្នែកបិទតិចធ្វើអត់លឺអីខ្លះទៅល្អបំផុតវាជាសេចក្តីសុខសម្រាប់ខ្លួនឯងហើយម្យ៉ាងវិញទៀតអាត្មាចង់ជម្រាបថាពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នេះវានៅតែជាធម្មជាតិវានៅតែជាការពិតអត់មានប្រែប្រួលអត់មានវិបលាស់អីនោះទេត្រង់ដែលយើងថាធ្វើល្អបានល្អគឺនៅក្នុងខណៈដែលពុទ្ធបរិស័ទធ្វើខណៈដែលញាតិញោមបំពេញសេចក្តីល្អហើយញាតិញោមសប្បាយចិត្តឧទាហរណ៍ថាញាតិញោមរដូវកាលនេះរដូវកាលកឋិនញាតិញោមមកធ្វើកឋិននៅវត្តញាតិញោមបានវេកឋិនហើយខណៈដែលញាតិញោមវេនឹងចិត្តផលញោមក៏ជ្រះថ្លាចិត្តផលញាតិញោមក៏រីករាយទៅក្នុងសេចក្តីល្អនោះឯងឈ្មោះថាធ្វើល្អបានល្អណាឈ្មោះថាធ្វើល្អបានល្អសេចក្តីអាក្រក់ក៏ដូចគ្នាខណៈដែលយើងធ្វើអកុសលខណៈដែលយើងធ្វើបាបឥឡូវឧទាហរណ៍ថាចោរដែលគាត់លួចគេខណៈដែលគាត់ប្រុងនឹងលួចគេនឹងគាត់មានវិតកៈគឺអកុសលគឺគាត់ព្រួយចិត្តតាំងពីដំបូងបាត់ហើយត្រេះរិះបាត់ហើយថាចុះបើលួចអញ្ចឹងតិចគេចាប់បានតិចអីចឹងទៅគាត់ត្រេះរិះដំបូងអាសេចក្តីត្រេះរិះអាសេចក្តីក្តៅក្រហាយនៅក្នុងចិត្តនឹងឯងដែលឈ្មោះថាធ្វើអាក្រក់បានអាក្រក់ប៉ុន្តែមិនមែនថាញាតិញោមអីខ្ញុំកណាមកធ្វើកឋិននៅវត្តឯគុណហើយលេងត្រឡប់ទៅវិញជួបរឿងមិនល្អឬក៏គ្រោះថ្នាក់អីផ្សេងញាតិញោមបន្ទោសបុណ្យថាបុណ្យអត់ឲ្យផលមិនមែនទេបុណ្យនៅតែជាបុណ្យរបស់ញាតិញោមអញ្ចឹងមិនមែនបុណ្យនឹងវាឲ្យទៅជារឿងអាក្រក់ទេហើយម្យ៉ាងវិញទៀតអាត្មាចង់ជម្រាបថាយើងមិនបាច់ទៅតូចចិត្តនឹងបុគ្គលមួយចំនួនដែលគាត់មើលមិនឃើញសេចក្តីល្អផងយើងគាត់មិនឲ្យតម្លៃលើយើងទេអញ្ចឹងណាញោមអាត្មាលើកឧទាហរណ៍ដែលអាត្មាស្ដាប់ពីលោកគ្រូសានតិជាមកគាត់លើកឧទាហរណ៍ហ្នឹងស្ដាប់ទៅសមហេតុផលញាតិញោមគាត់ថាអញ្ចេះបើសិនជាយើងបាចមាសនឹងស្រូវឲ្យមន់វារើសយើងច្បាស់ណាស់ថាមន់វាអត់ស្គាល់ពីតម្លៃផិនមាសទេវាអត់ដឹងថាមាសនឹងមានតម្លៃអាចទិញស្រូវអាចដោះដូរស្រូវនឹងបានច្រើនប៉ុណ្ណាទេបើយើងបាចមាសម្ដុំហើយនឹងស្រូវមន់វាប្រកាសជាជ្រើសរើសយកស្រូវហើយព្រោះស្រូវអាចបរិភោគវាស្គាល់ថាស្រូវនឹងជាចំណីផិនវាហើយមាសវាអត់ជ្រើសរើសអញ្ចឹងសំណួរសួរថាមន់ដែលអត់ជ្រើសរើសយកមាសនឹងវាថោកឬមាសនឹងវាអស់តម្លៃឬណាញាតិញោមគឺអត់ទេមាសនឹងវាមិនអាចអន់ថយទៅដោយ
គ្រាន់តែមន់មិនស្គាល់ឬក៏មន់មិនអោយតម្លៃនោះទេអញ្ចឹងសេចក្តីល្អរបស់ញាតិញោមក៏ដូចគ្នាញាតិញោមធ្វើល្អហើយនៅតែមានអ្នករិះគន់នៅតែមានអ្នកនិន្ទាញាតិញោមត្រូវប្រៀបខ្លួនឯងថាសេចក្តីល្អផងយើងដូចជាដុំមាសអញ្ចឹងញាតិញោមលើកសេចក្តីល្អផងខ្លួនឯងឲ្យខ្ពស់បន្តិចញាតិញោមនឹងលែងគិតថាគេអត់ឲ្យតម្លៃខ្ញុំគេនិន្ទាខ្ញុំគេមិនសរសើរខ្ញុំព្រោះយើងធ្វើល្អមិនមែនធ្វើដើម្បីឲ្យគេសរសើរឲ្យធ្វើល្អគឺដើម្បីឲ្យចិត្តផងយើងមានសេចក្តីសុខដើម្បីសេចក្តីសុខផ្លូវចិត្តរបស់យើងដើម្បីសន្តិភាពផ្លូវចិត្តផងយើងមិនមែនដើម្បីឲ្យអ្នកដទៃឃើញមិនមែនដើម្បីបង្អួតបង្អស់អ្នកដទៃនោះទេចឹងសរុបសេចក្តីមកវិញថាកុំតូចចិត្តហើយបើសិនជាមានអ្នកនិន្ទាញាតិញោមបើសិនជាមានអ្នកស្អប់យើងព្រោះតែយើងធ្វើល្អយើងត្រូវពិនិត្យទៅលើបុគ្គលនឹងថាតើបុគ្គលនឹងជាមនុស្សប្រភេទណាជាសប្បុរសឬក៏ជាអសប្បុរសឬក៏គេមួយទៀតបើសិនជាគេរិះគន់យើងនឹងយើងមើលថាតើយើងមានចំណុចខ្វះខាតឬអត់បើសិនជាគេរិះគន់យើងដើម្បីកែលម្អយើងទេយើងគួរតែអរគុណគេណាយើងគួរតែអរគុណគេព្រោះគេបានគោះនៅកំណប់ដ៏ល្អសម្រាប់យើងគឺឲ្យយើងកែប្រែទៅខាងមុខដើម្បីក្លាយខ្លួនជាមនុស្សល្អ